បើយល់ទៅតាមព័ត៌មានភស្តុតាងនិងការផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះការទទួលទានស្ករច្រើនហួសហេតុពិតណាស់ថានឹងបង្កផលអាក្រក់ដល់សុខភាពគ្រោះថ្នាក់ចំពោះសុខភាពនេះអាចមានទំហំប្រហាក់ប្រហែលគ្នានឹងការទទួលទានសុរាសម្រាប់រយៈពេលវែងតែតិចជាងគ្រោះថ្នាក់បង្កឡើងដោយបារីយើងមិនស្លាប់ភ្លាមដោយសារការបរិភោគស្ករច្រើនហួសហេតុទេតែស្ករគឺជាអាវុធធ្វើបាបមនុស្សយ៉ាងសម្ងាត់ដោយបង្កជាជំងឺរ៉ាំរ៉ៃយ៉ាងច្រើននាពេលអនាគតស្ករត្រូវបានគេចាត់ទុកថាជាអាហារដែលមានលក្ខណៈញៀនលក្ខណៈនេះគឺត្រូវបានរកឃើញនិងបកស្រាយបញ្ជាក់ដោយការពិសោធន៍តាមផ្លូវអារម្មណ៍ការពិសោធន៍របស់បារាំងបានបង្ហាញថាការទាក់ទាញដោយស្ករខ្លាំងជាងដោយគ្រឿងកូកាអ៊ីនគ្រឿងញៀនទៅទៀតទាំងមនុស្សទាំងសត្វសុទ្ធតែទាក់ទាញដោយសារធាតុស្ករសារធាតុផ្អែមសូម្បីតែខ្លាឃ្មុំក៏ត្រៀមប្រយុទ្ធដើម្បីបានសម្បុកឃ្មុំស៊ីដែរសារធាតុស្ករសារធាតុផ្អែមនេះត្រូវបានកំណត់ថាមានលក្ខណៈបន្ថែមដែលហេតុថាបើបានញ៉ាំហើយគឺចង់ញ៉ាំទៀតបើញ៉ាំកាន់តែច្រើននឹងចង់បានកាន់តែបន្ថែមនៅពេលក្រោយគេអាចបែងចែកស្ករជាពីរប្រភេទគឺស្ករដែលមានសកម្មភាពយឺតនិងស្ករដែលមានសកម្មភាពលឿនការបែងចែកប្រភេទស្ករនេះហាក់ដូចជាបុរាណបន្តិចហើយក៏ប៉ុន្តែពាក្យនេះអាចជួយអស់លោកអ្នកនាងក្នុងការកំណត់សម្គាល់សន្ទុះជាតិស្ករហ្គ្លីសេមីបានស្ករដែលមានសកម្មភាពលឿនគឺសំដៅយកសារធាតុស្ករដែលងាយជ្រាបក្នុងឈាមងាយធ្វើឲ្យជាតិស្ករក្នុងឈាមឡើងបានលឿនស្ករប្រភេទនេះត្រូវបានគេរកឃើញជាទូទៅនៅក្នុងដុំស្ករសម្រាប់ដាក់នៅក្នុងកាហ្វេភេសជ្ជៈផ្អែមស្ករគ្រាប់ស្ករសូកូឡាលាក់និងលាក់ទទួលទានភ្លាមនិងស្រូបចូលទៅក្នុងខ្លួនក្នុងឈាមយ៉ាងឆាប់រហ័សការស្រូបលឿនឆាប់រហ័សដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពពីព្រោះក្នុងពេលដែលអាំងស៊ូលីនកំពុងតែធ្វើការចាត់ចែងកម្រិតអត្រាជាតិស្ករទៅតាមតម្រូវការរបស់មនុស្សនោះជាតិស្ករនោះក៏បានជ្រាបជាស្រេចទៅដល់ឈាមនិងមានឱកាសគ្រប់គ្រាន់បង្កឥទ្ធិពលឬក៏បង្កផលប៉ះពាល់មិនល្អទៅលើសរីរាង្គកាយកោសិកាមនុស្សយើងងាយនឹងពុលខ្លាំងណាស់ជាមួយនឹងស្ករដែលមានជម្រាបលឿនបែបនេះចំណែកឯស្ករយឺត Sucralose ស្ករដែលមានសកម្មភាពយឺតគឺជាស្ករដែលមាននៅក្នុងអាមីដុងនៅក្នុងអង្ករម្សៅស្រូវសាលីឬក៏គ្រាប់ធញ្ញជាតិផ្លែឈើផ្សេងៗលាក់និងលាក់ដែលត្រូវការបំផ្លែងរំលាយខ្លួនជាមុនសិនមុននឹងត្រូវជ្រាបបញ្ចេញជាតិស្ករតាមក្រោយទៅចិញ្ចឹមរាងកាយទៅផ្ដល់ដល់ឈាមដូច្នេះគ្មានផលប៉ះពាល់លើអត្រាជាតិស្ករក្នុងឈាមផ្ដល់គ្រោះថ្នាក់ទាន់ហន់ភ្លាមឡើយតើពេលនេះយើងកំពុងតែបរិភោគជាតិស្ករច្រើនជ្រុលឬមែនហើយពីព្រោះឧស្សាហកម្មបានដាក់ស្ករក្នុងចំណីអាហារស្ទើរតែគ្រប់មុខទាំងអស់ជាពិសេសនៅក្នុងភេសជ្ជៈផ្អែមភេសជ្ជៈដូចជាទឹកក្រូចកូកាសូដាហ្វាន់តាលាក់និងលាក់ក្នុងមួយកំប៉ុងមានផ្ទុកសារជាតិស្ករដល់ទៅ7ឬក៏8ដុំស្ករសម្រាប់ដាក់នៅក្នុងកាហ្វេសួរថានៅក្នុងស្ថានភាពជាក់ស្ដែងនិងជីវភាពរស់នៅប្រចាំថ្ងៃធម្មតាតើមាននរណាអាចហ៊ានទទួលទានស្ករក្នុងបរិមាណ7ដុំមួយផ្លែតបាននោះគ្មានទេក៏ប៉ុន្តែបើជាបរិភោគទឹកភេសជ្ជៈកំប៉ុង2ឬ3ក៏បានដែរដូច្នេះមានន័យថាជាតិស្ករមានច្រើនសន្ធឹកសន្ធាប់ខ្លាំងណាស់តែយើងមិនបានចាប់អារម្មណ៍នៅពេលទទួលទានវាយើងបាននិយាយរៀបរាប់ច្រើនអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយការទទួលទានស្ករច្រើនតើត្រូវបរិភោគស្ករត្រឹមកម្រិតប៉ុណ្ណាទើបសមរម្យទើបមិនខូចសុខភាពនេះគឺជាសំណួរដែលពិបាកឆ្លើយបំផុតពីព្រោះតម្រូវការជាតិស្ករខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់មិនអាចប្រៀបប្រដូចគ្នាបានឡើយហើយការគិតគូរពីតម្រូវការជាតិស្ករនេះក៏ត្រូវគិតគូរតាំងពីពណ៌សម្បុរជាតិសាសន៍ភេទការងារនិងសកម្មភាពប្រចាំថ្ងៃលោកវិជ្ជបណ្ឌិតទូចខុនគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យព្រះកុសុមៈក្រុងភ្នំពេញបានណែនាំលោកអ្នកនាងឲ្យគណនាជាបឋមសេចក្តីត្រូវការផ្នែកថាមពលកាឡូរីសិនទើបអាចស្វែងរកបរិមាណបរិភោគជាតិស្ករហ្គ្លូស៊ីតជាប្រចាំថ្ងៃបាននេះគឺជារូបមន្តដែលមានលក្ខណៈទូទៅបំផុតដោយយកតាមក្បួនប្រទេសនិយាយភាសាអង់គ្លេសសម្រាប់គណនារកតម្រូវការផ្នែកកាឡូរីរបស់មនុស្សម្នាក់ៗជាទូទៅលោកវិជ្ជបណ្ឌិតទូចខុនតម្រូវការកាឡូរីប្រចាំថ្ងៃមួយថ្ងៃរបស់បុគ្គលម្នាក់ៗហ្នឹងគឺស្មើនឹងទម្ងន់គុណនឹង coefficient នៃ activity level នៃសកម្មភាពម្នាក់ៗបើសិនជាអ្នកដែលនៅស្ងៀមអត់មានសកម្មភាពការងារសោះគឺគេយកទម្ងន់គុណនឹង25ទៅ30ចន្លោះហ្នឹងហើយបើអ្នកដែលធ្វើការងារមធ្យមមានសកម្មភាពមធ្យមគឺគេគុណនឹង30ទៅ35ហើយបើសិនជាអ្នកដែលធ្វើការខ្លាំងតាម
35ទៅ40អាហ្នឹងគេកណនាអញ្ចឹងឧទាហរណ៍បុគ្គលម្នាក់មានទម្ងន់60គីឡូហើយ activity physique គាត់មធ្យមតើតម្រូវការកាឡូរីប្រចាំថ្ងៃប៉ុន្មានយើងយក60គីឡូបើហ្នឹងយើងសន្មតថាគេ coefficient នៃ level activity ហ្នឹងគឺចន្លោះពី30ទៅ35គុណទៅឃើញថាកាឡូរីប្រចាំថ្ងៃគាត់គឺចន្លោះពី1800ទៅ2100កាឡូរីក្នុងមួយថ្ងៃនៅពេលដែលបានដឹងប្រហាក់ប្រហែលអំពីបរិមាណកាឡូរីនេះហើយលោកអ្នកនាងក៏អាចកំណត់បរិមាណនៃចំណីអាហារទៅតាមសមាមាត្រខាងក្រោមនេះដើម្បីប្រមូលកាឡូរីមកទ្រទ្រង់រាងកាយគឺគេគិតសំដៅយកសារធាតុ3យ៉ាងគឺ glycid 55% protein 15% និង lipid 30%ដូច្នេះសម្រាប់អ្នកដែលមានតម្រូវការកាឡូរី 2000 គីឡូកាឡូរីក្នុងមួយថ្ងៃត្រូវតែបរិភោគសារធាតុ glycid 55% ឬស្មើនឹង1100គីឡូកាឡូរីស្ករឬប្រហែលជាជិត300ក្រាមពីព្រោះ1ក្រាម glycid ស្មើនឹង4គីឡូកាឡូរីក៏ប៉ុន្តែសូមបញ្ជាក់ជាថ្មីម្ដងទៀតថាការគិតគូរនេះគឺជាក្បួនលក្ខណៈទូទៅប៉ុណ្ណោះប៉ុន្តែសូមចងចាំម្យ៉ាងទៀតថាដោយសារតែរបៀបរស់នៅរបស់យើងប្ដូរផ្លាស់សម័យកាន់តែជឿនលឿនភាពមមាញឹកការខ្វះពេលវេលាបានផ្ដល់ឱកាសយ៉ាងខ្លាំងដល់ឧស្សាហកម្មចំណីអាហារស្ករដែលឧស្សាហកម្មចំណីអាហារយកមកប្រើប្រាស់នាពេលបច្ចុប្បន្ននេះគឺ Zero Glucose ធ្វើអំពីពោតបំប្លែងទៅជា Fructose ស្ករប្រភេទនេះត្រូវបានប្រើប្រាស់នៅក្នុងឧស្សាហកម្មតាំងជាង20ឆ្នាំមកហើយបើទោះបីជាគេដឹងថាស្ករប្រភេទនេះអាចផ្ដល់ផលអាក្រក់ខ្លាំងមាន metabolism មិនអនុគ្រោះទាល់តែសោះពីព្រោះ fructose នេះមានសន្តានខុសពី fructose របស់ផ្លែឈើដែលជ្រាបចូលទៅក្នុងថ្លើមយ៉ាងលឿនបំផុតរួចបំផ្លាញខ្លួនទៅជាខ្លាញ់បង្កឲ្យថ្លើមមានខ្លាញ់ច្រើនថ្លើមខ្លាញ់ងាយកើតជំងឺរលាកហើយជំងឺរលាកថ្លើមងាយបង្កជាជំងឺមហារីកដូច្នេះស្ករប្រភេទនេះគឺមិនអនុគ្រោះសោះសម្រាប់មនុស្សម្យ៉ាងវិញទៀតចំពោះស្ករដែលយើងប្រើប្រាស់ហៅថាស្ករស្គមរហូតមកទល់នឹងពេលនេះមិនប្រកាសថានឹងបង្កឲ្យមានជំងឺមហារីកទេក៏ប៉ុន្តែអ្វីដែលច្បាស់លាស់នៅក្នុងការសិក្សាសត្វដែលស៊ីស្ករស្គមមានការបង្កជំងឺមហារីកច្រើនការសិក្សា3បានផ្ដល់លទ្ធផលដូចគ្នាគឺមានគ្រោះកើតជំងឺមហារីកក៏ប៉ុន្តែចំពោះមនុស្សគេគ្មានភស្តុតាងនៅឡើយទេការសិក្សាជាលក្ខណៈតូចតាចគឺមិនអាចយកមកធ្វើជាអំណះវិទ្យាសាស្ត្របានឡើយបានត្រឹមតែបង្ហាញថាអ្នកដែលបានទទួលទានស្ករស្គមជាប់ជាប្រចាំរយៈពេលយូរមានគ្រោះកើតជំងឺមហារីកផ្លោកនោមច្រើនជាងអ្នកដែលមិនទទួលទានសោះតែប៉ុណ្ណោះក៏ប៉ុន្តែការសិក្សាមួយផ្សេងទៀតដែលសំខាន់និងអាចទុកចិត្តបានបង្ហាញថាការបរិភោគស្ករស្គមច្រើនជាប្រចាំគឺមិនដូចជាអ្វីដែលគ្រប់គ្នាជឿលឺឡើយស្ករស្គមនេះមិនបានធ្វើឲ្យចុះគីឡូទេតែការសិក្សាបែរជាបង្ហាញអំពីចំណងទាក់ទងរវាងការបរិភោគស្ករស្គមច្រើនជាប់ជាប្រចាំទៅនឹងការឡើងទម្ងន់ទៅវិញរោគសញ្ញាឈានទៅរកជំងឺទឹកនោមផ្អែមនិងជំងឺទឹកនោមផ្អែមតែម្ដងចំពោះអ្នកដែលចូលចិត្តទទួលទានភេសជ្ជៈផ្អែមទឹកក្រូច gas ដែលដាក់ថា light ពីព្រោះគេបានបញ្យល់ថាខួរក្បាលតែងតែបញ្ជាប្រាប់សរីរាង្គផ្សេងៗនៅពេលបានទទួលទានជាតិផ្អែមថាកំពុងតែទទួលកាឡូរីក៏ប៉ុន្តែពេលនេះជាមួយនឹងការបរិភោគជាតិស្ករស្គមខួរក្បាលមិនដឹងជាតិជ្រៅមិនអាចបញ្ជាប្រាប់អ្វីបានថាគ្រប់គ្រាន់ហើយឬនៅនោះទេឆ្អែតក៏មិនឆ្អែតអីចឹងយើងចេះតែញ៉ាំលើសពីតម្រូវការ